ប្រលានយន្តហោះអន្តរជាតិនៃខេត្តសៀមរាបថ្មីក្រុងនឹងសាកល្បងហោះហើរនៅខែតុលាឆ្នាំ2023ខាងមុខនេះហើយទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃការសាងសង់ដែលកម្ពុជាបានប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 យ៉ាងណាក៏ដោយក៏គម្រោងនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មីបាននឹងកំពុងបន្តសកម្មភាពយ៉ាងសស្រាក់សស្រាំដែលពេលនេះសម្រេចបាននូវវឌ្ឍនភាពនៃការសាងសង់គួរឲ្យកត់សម្គាល់ផងដែរបើតាមការឲ្យដឹងពីខាងរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឲ្យដឹងថាគម្រោងនេះគ្រោងនឹងសម្រេចដំណើរការសាងសង់ឲ្យបាន 90% នៃផែនការសរុបនៅក្នុងអំឡុងខែមិនិនាឬខែមេសាឆ្នាំ2023ខាងមុខដើម្បីឈានទៅសម្រេចការសាកល្បងហោះហើរនៅក្នុងអំឡុងខែតុលាឆ្នាំ2023ផងដែរថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2022និងលើកទិសដៅការងារសម្រាប់ឆ្នាំ2023កាលពីពេលថ្មីនេះឯកឧត្តមទឹករ៉េតសម្រេចដែលជាប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានធ្វើការណែនាំឲ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់បន្តធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយនឹងរដ្ឋលេខាធិការអាកាសចរស៊ីវិលដើម្បីទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋានជាមួយគ្នានេះក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសរៀបចំសំណុំលិខិតនិងឯកសារនានាដើម្បីដាក់ស្នើសុំការបញ្ជាក់វាយតម្លៃគុណភាពសំណង់ពីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងលិខិតបញ្ជាក់អំពីគុណភាពផ្សេងៗទៀតជាមួយនឹងស្ថាប័នដែលមានសមត្ថកិច្ចឲ្យបានរួចរាល់សូមជម្រាបថាអាកាសយានដ្ឋានអន្តរជាតិថ្មីនៃទឹកដីខេត្តសៀមរាបនេះគឺស្ថិតនៅក្នុងឃុំតាយ៉ាកស្រុកសូននិគមចម្ងាយប្រមាណជា51គីឡូម៉ែត្រពីក្រុងសៀមរាបនិងប្រហែលជា40គីឡូម៉ែត្រពីប្រាសាទអង្គរវត្តដែលធានាថាការហោះហើរនិងការចុះចតមិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាង្គប្រាសាទអង្គរវត្តនិងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយអាកាសយានដ្ឋានអន្តរជាតិថ្មីនេះគឺស្ថិតនៅក្នុងលំដាប់ 4E ដែលមានផ្លូវរត់ប្រវែង 3600 ម៉ែត្រទៅទិង45ម៉ែត្រមាន38ចំណតយន្តហោះនិងមានផ្ទៃក្រឡាស្ថានីយ៍អ្នកដំណើរប្រមាណជាង 80000 ម៉ែត្រក្រឡាដែលអាចទទួលអ្នកដំណើរប្រចាំឆ្នាំប្រមាណជា7លានអ្នកផងដែរការសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះគឺស្ថិតនៅក្រោមកិច្ចព្រមព្រៀងគម្រោងវិនិយោគ BOT រយៈពេល55ឆ្នាំយោងតាមរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមហ៊ុននៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិនេះបានឲ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ2022គម្រោងទាំងមូលគឺសម្រេចបានប្រមាណជាង 60% ហើយដែលយឺតយ៉ាវបន្តិចបន្តួចជាងការគ្រោងទុកកាលពីដើមឆ្នាំដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ដែលបណ្ដាលមកពីជំងឺ Covid-19 នារយៈពេលកន្លងមកនោះក្រុមហ៊ុនក៏បានបន្តដាក់ចេញនៅផែនការសម្រាប់ឆ្នាំ2023នេះដោយបដិញ្ញាចិត្តនឹងសម្រេចឲ្យបានប្រមាណជា90% នៅដំណាច់ខែមិនិនាឬខែមេសាដើម្បីអាចឈានទៅដំណើរការសាកល្បងនៅក្នុងអំឡុងខែតុលាឆ្នាំ2023ខាងមុខ